បាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំសូមលើកយកនៅរូបមន្តមួយទៀតមកបង្ហាញគឺរូបមន្តនៃវិធីបូកវិធីបូកដូចគេហៅថា sum ណា sum function បាទវិធីបូកហ្នឹងគឺយើងអាចបូកទៅតាមអ្វីយើងធ្លាប់បូកឥឡូវខ្ញុំសូមបង្ហាញ3របៀបបូក3នេះទី1បាទទី1គឺយើងដាក់សញ្ញាស្មើយើងសរសេរពាក្យ sum យើងបើកវងចកហើយយើងដាក់លេខទី1ហើយយើងចុច comma នេះមកទៅមកដាក់លេខទី2បាទហើយចុច comma មួយទៀតហើយដាក់លេខទី3ទី4រហូតដាក់ comma រហូតដល់អស់នេះដូចខ្ញុំធ្វើនេះគឺលេខទី1បាទ cell address ដែលលេខនឹងស្ថិតនៅលេខទី1លេខទី2លេខទី3ហើយចន្លោះលេខហ្នឹងគឺយើងត្រូវដាក់ comma ចន្លោះ cell address ហ្នឹងត្រូវដាក់ comma មួយណាហើយបិទវងចកវិញមកបាទចុច enter ទៅបាទទី2គឺយើងបូកជាលក្ខណៈរែងនេះយើងដាក់ស្មើសញ្ញាស្មើសេសាមបើកចោលដូចគ្នាប៉ុន្តែនៅខាងក្នុងនេះ argument ខាងក្នុងនេះគឺយើងដាក់ជារែងវិញណាជារែងនៃ cell រែង of cell បណ្ដុំនៃ cell ណាចាប់ពីណាដល់ណាហ្នឹងហើយនេះមកថាចាប់ពីមកថា C8 ដល់សញ្ញាចុច2នេះដល់រហូតដល់ហើយនេះ cell ខាងចុងមកមក8អញ្ចឹងទៅនេះឧទាហរណ៍នេះ30ស្មើ30បើវងចកនេះខ្ញុំចាប់ពី C8 រហូតដល់ 8បណ្ណា A បណ្ណា C D E ខ្ញុំបូក3លេខប្រឡោះនេះណា3លេខប្រឡោះនេះគឺ3លេខហើយបិទវងចកយើងចុច enter មកបាទហើយទី3គឺយើងបូកសាមញ្ញអត់ដាក់30ទេអត់ដាក់មុនសេអត់ដាក់រូបមន្ត30ទេគឺយើងយក cell address បូកបញ្ចូលគ្នាតែម្ដងបាទហើយគឺដាក់សញ្ញាស្មើហើយយើងដាក់ cell address ទី1នោះហើយដាក់សញ្ញាបូកធម្មតាតែមក cell address ទី2ដាក់សញ្ញាបូកដាក់ cell address ទី3រហូតទៅណារហូតដល់អស់ហើយក៏ចុច enter ទៅម៉ាច់បើវងចកម៉ាច់បិទទីខ្ញុំឧទាហរណ៍នេះយ៉ាងមកអូខេឥឡូវខ្ញុំធ្វើឲ្យមើលឥឡូវខ្ញុំចង់យើងចង់ដាក់ផលបូកនឹងតាណាឥឡូវខ្ញុំដាក់តនេះនេះត្រង់នេះជួរនេះបើចង់ដាក់ជួរនេះយើងដាក់រូបមន្តប្លោះនេះឯងបើចង់ដាក់ឯនេះយើងដាក់រូបមន្តនេះមកស្អែងយើងណាអាស្រ័យយើងព្រមចង់បូកប្លោះនេះឯងខ្ញុំចង់បូកចាប់ពី C មក C D E ហើយយកមកដាក់ប្លោះនេះប្លោះ F ហ្នឹងហើយអញ្ចឹងយើងដាក់រូបមន្តនៅ cell F3 ហ្នឹងហើយ F3 ប្លោះនេះមកដាក់សញ្ញាស្មើមកអ្នកមុនដំបូងប្រើរូបមន្តទី1នេះអ្នកប្រើរូបមន្តទី1នេះមុនដំបូងដាក់សញ្ញាស្មើដាក់ប្លោះនេះមកស្មើហើយយើងសរសេរសាំបាទយើងបើកវងចកមកហើយយើងដាក់តែគេថានេះគេថា number 1បាទលេខទី1អញ្ចឹងលេខទី1របស់ខ្ញុំគឺនេះអញ្ចឹងយកមកឆ្វេងទៅចុចលើវាមកបាទបន្តមកទៀតយើងដាក់ comma នេះ comma នេះដាក់ comma នេះcomma មកទៅមកទៀតលេខទី2ខាងនេះក៏ដាក់លេខទី2នេះចូលដល់នេះលេខទី2កន្លែងណាកន្លែងនេះយើងលងមកនេះទៅម្ដងក៏បានតែបើយើងលងអញ្ចឹងបើថាថ្ងៃណាមួយមកយើងដាក់លេខទៅនេះទៅវាអត់បូកអូននេះទេអញ្ចឹងយើងត្រូវដាក់ទាំងអស់
dương bộ như ta lấy các bạn này còn nhóm ba tay dương bộ được này chơi lớn đi mùi mốt nhỉ màu phê chơi luôn cái đặc không má nhỉ không má đi tiếp tôi muốn xe tôi muốn lấy tí bầy và lấy tí bấy cái blon nhỉ nhỉ lên nhỉ bầy nhỉ bầy đóng bầy hãy bật một trọ muốn bạn hãy chơi inter bản chân bán học 7 ở trong tiết nhưng mà prarup môn hà rèn nè làm đấy mình té non vùng chóនេះគឺ rèn នឹងមិនយើងចាំមើលអញ្ចឹងដាក់សញ្ញាស្មើមកបាទហើយខ្ញុំបញ្ជាក់ដែរថាបើសិនតែយើងដាក់រូបមន្តតានេះមួយហើយយើងប្រើតែរូបមន្តនេះមួយក៏បានដែរថាយើងចូលចិត្តក្នុងចំណោម3នេះចូលចិត្តអាណាប្រើនោះចូលយកចិត្តលើប្រើលើពេលប្រើហើយយើងបូកឃើញហើយយើងអូដូចពីមុនមកនេះដាក់យកមកទៅដាក់ចំជ្រុំខាងឆ្វេងខាងក្រោមមកឲ្យចេញសញ្ញាបូកចាំមកចុចមកឆ្វេងជៀបកុំលេងហើយអូមកក្រោមមកវាឃើញលទ្ធផលណាអូខេប៉ុន្តែឥឡូវខ្ញុំចង់បង្ហាញរូបមន្តទី2នេះទី2នេះចឹងខ្ញុំដាក់រូបមន្តកន្លែងនេះមកស្មើខ្ញុំសេសាំបើមុខចករ៉ែងគឺយើងបណ្ដុំនៃសែលយើងអូចាប់ពីណាមកណាចាប់ពីលេខដែលយើងចង់បូកមុនដំបូងមកឆ្វេងចុចលើវាមកចុចឲ្យជាប់កុំលេងហើយអូបាទរហូតដល់អស់លេខដែលយើងចង់បូកទៅហើយលេងមកវិញលេងមកឆ្វេងមកវិញហើយយើងបិទមុខចកហើយយើងចុច enter ហើយយើងបាន14បាទហើយយើងអូដូចគ្នាដែរអូបានដូចគ្នាដែរណាអូបានចឹងដែរណាអូខេឥឡូវខ្ញុំសូមបង្ហាញរបៀបទី3នេះរបៀបទី3នេះគឺអត់មានវងកញ្ចក់ទេគឺយក cell address បូកបញ្ចូលគ្នាម្ដងនេះបូករហូតទៅណាអស់អូខេឥឡូវខ្ញុំចង់ដាក់កន្លែងនេះអញ្ចឹងដាក់សញ្ញាស្មើ cell address ដែលមានលេខដែលយើងចង់បូកគឺយើងនេះខ្ញុំចង់បូកលេខ8អញ្ចឹងខ្ញុំត្រូវយក cell address លេខ8កន្លែងលេខ8ទៅបូកគឺ C 7 C 7អញ្ចឹងកន្លែង C 7អញ្ចឹងខ្ញុំយកមកឆ្វេងទៅចុចលើវាហ្មងនេះរួចហើយយើងដាក់សញ្ញាបូកនេះ D 7 កន្លែងនេះ D យកមកឆ្វេងទៅចុចមកហើយដាក់សញ្ញាបូកទីដាក់រហូតដល់អស់លេខដែលយើងចង់បូករួចហើយចុច enter មកបាទនេះឃើញ20ណាបាទហើយមួយទៀតការបូកហ្នឹងខ្ញុំមកថាខ្ញុំចង់បូកឆ្លងតារាងណាចង់បូកចោះយកតែកន្លែងដែលចង់បានអញ្ចឹងឧទាហរណ៍ថាតារាងនេះតារាងទី1នេះគឺលទ្ធផលសិក្សារបស់សិស្ស4នាក់5នាក់នៅក្នុងខែមករាអានេះខែកុម្ភៈហើយដល់នេះប្រចាំឆ្នាំអញ្ចឹងយើងចង់បានយើងចង់បូកខែមករាខែកុម្ភៈខែមិនិនារហូតដល់អស់មកក្នុងឆ្នាំអញ្ចឹងយើងដាក់រូបមន្តនៅកន្លែងចង់បូកតារាងនេះគឺតារាងដែលយើងចង់បូកចូលនេះអញ្ចឹងមុនដំបូងមកចង់បូកសិស្សទី1នេះគឺមុខជាគណិតកន្លែងនេះអញ្ចឹងយើងត្រូវបូកលេខ5នេះបូកនឹងសិស្សទី1ដដែលឈ្មោះដដែលក្នុងខែទី2ខែកុម្ភៈហ្នឹងនេះលេខ6នេះយើងដាក់នេះហើយឲ្យវាមកចេញសិស្សទី1ដដែលគឺប្រចាំឆ្នាំអញ្ចឹងដាក់រូបមន្តត្រេះមកនេះកន្លែងគណិតនេះយើងចង់បូកគណិតនេះគណិតនេះគឺបូក5បូក6នេះហើយចេញមកគណិតសរុបប្រចាំឆ្នាំអញ្ចឹងណាអញ្ចឹងដាក់រូបមន្តក្នុងនេះមកនេះហើយយើងដាក់សញ្ញាស្មើហើយយើងសរសេររូបមន្តសាំបាទយើងប្រើរូបមន្តណាមួយក៏បានដែរក្នុងចំណោមទាំង3នោះណា
បើខ្ញុំប្រើប្រព័ន្ធតាមទៅហើយខ្ញុំបូកដោយអ្នកយកវិធីទី1គឺយើងចោះគឺយើងយកបន្ទុករបស់សិស្សទី1គណិតវិទ្យាក្នុងខែមករាអញ្ចឹងចុចយកមកឆ្វេងចុចលើវាមកហើយអូទៅមើលប្រព័ន្ធយើងនេះកន្លែងនេះហើយយើងដាក់ខូម៉ានេះក្នុងក្រមបង្ហាញនេះគឺទៅមកដាក់ខូម៉ានេះទៅនេះយើងចុចខូម៉ាមួយមកទៅមកយកមកទៅចុចនៅផេកុម្ភៈរបស់សិស្សមួយនេះដដែលនៅដដែលចុចលើវាមកបាទហើយយើងធ្វើយ៉ាងនេះរហូតដល់អស់បន្ទុករបស់វាក្នុងមួយឆ្នាំហ្នឹងហើយបាត់កញ្ចក់មកវិញមកនេះបាទហើយចុច enter មកបាទអញ្ចឹង 2K នេះសិស្សទី1នេះផ្នែកគណិតគាត់បាន11ពិន្ទុណាបាទហើយខ្ញុំសូមបញ្ជាក់ផងដែរថាប្រមាណវិធីបូកឬក៏ sum function ឬប្រព័ន្ធផលបូកនេះគឺវាអត់ប្រកាន់ថាcell អត់មានលេខឬក៏ cell នឹងជាអក្សរវាអត់បូក cell ទំនេរអញ្ចឹងណាវាអត់បូកអញ្ចឹងមកនេះថាវាអត់ error ណាវាអត់ error ទេវាអត់ប្រកាន់ទេកាលណាដាក់រូបមន្តវាទៅគឺវាបូកយកបណ្ដោយឲ្យថាមានលេខវាបូកតែបើវាមិនមានលេខគឺវាលងចូលវា ignore ណាអញ្ចឹងយើងកុំបារម្ភទៅដោយសារមានលេខផងអីផងអញ្ចឹងហើយវា error អញ្ចឹងអត់អីទេណាហ្នឹងហើយបាទអូខេហើយដល់កន្លែងនេះមកយើងចង់បូកទៅក្រោមទៀតឬក៏ចង់បូកមួយឆ្វេងមួយស្ដាំខាងនេះមួយស្ដាំខាងនេះក៏បានចង់បូកមួយក្រោមនេះក៏បានតែយើងបាច់ដាក់រូបមន្តម្ដងទៀតយើងគិតថាអូឥឡូវយើងដាក់មក cursor នៅក្នុងនេះមួយដាក់មកចំសញ្ឆ្វេងខាងក្រោមមកឲ្យមានសញ្ញាបូកចុចមកឆ្វេងជិបអូទៅស្ដាំទៅនេះបានតបាត់នេះសិស្សទី1នេះផ្នែកវិទ្យាសាស្ត្រគឺគាត់អត់បានបន្ទុកទេអត់មានអញ្ចឹងហើយបានជាលទ្ធផល0បន្ទាប់មកទៀតយើង select ទាំងអស់ហើយយើងអូសវាមកក្រោមទៀតមកនេះកន្លែងនេះដាក់មកឆ្វេងឲ្យជិបចុចមកឆ្វេងជិបអូសមកក្រោមទៀតមកនេះឃើញទាំងអស់បាទយើងបូកតែមកកន្លែងណាយើងអូសយកហ្នឹងឯង Excel វាស្រួលជាងឯងបាទមួយទៀតរូបមន្តមកយើងសេទៅនេះយើងអត់មើលទៅនេះក៏មានដែរនេះដូចគ្នាណាថ្ងៃមើលនេះក៏បានមើលនេះក៏បានអត់អីទេណាបាទអញ្ចឹងប្រមាណវិធីបូកឬក៏ហៅថា function sum function នៅពេលនេះគឺចប់តែទៅនេះបាទសូម